សួស្តីអ្នកនរគ្នានេះជារបៀបនៃការទិញលក់ភាគហ៊ុនក៏ដូចជាទិញលក់ហាងចេញមាសអន្តរជាតិតាមរយៈកម្មវិធី Meta Traderify ជាដំបូងឡើយបងប្អូន download កម្មវិធី Amplify មួយទុកក្នុងទូរស័ព្ទដៃបងប្អូនទៅបន្ទាប់មកបងប្អូនធ្វើការបង្កើត account demo មួយសម្រាប់រៀនក្នុងការទិញលក់ហាងចេញមាសចឹងដើម្បីបង្កើត account demo បងប្អូនត្រូវចុចពីលើកម្មវិធី Amplify នឹងមកបាទអញ្ចឹងបងប្អូនយកកន្លែង setting យកពាក្យកន្លែងថា new account ពាក្យ new account នោះវានឹងចេញកន្លែងនេះកន្លែង Meta Quote បាទកន្លែងនេះគឺជាកន្លែងដែលយើង enter company បាទអញ្ចឹងបងប្អូន research ឈ្មោះក្រុមហ៊ុនមកបាទ broker ទៅគឺបងប្អូនត្រូវវាយ Blackbear Global Investment Limit បាទបងប្អូនវាយកន្លែងហ្នឹងចូលក្នុង cloud នេះមកបន្ទាប់មកវាចេញផ្ទាំងបែបនេះមកហើយអញ្ចឹងបងប្អូនចុចយកពាក្យថា demo account យើងបង្កើត account demo មួយដើម្បីរៀន lesson អញ្ចឹងកន្លែងនេះគឺឲ្យយើងបំពេញឈ្មោះលេខទូរស័ព្ទថ្ងៃខែកំណើត Gmail បាទហើយកន្លែងនេះគឺបំពេញ leverage បងប្អូនដាក់ leverage 1 លើ500មកកន្លែងនេះគឺដើមទុនអញ្ចឹងដើមទុនមានចាប់ពី $3000 ឡើងទៅបងប្អូនជ្រើសតាមចំណូលចិត្តបងប្អូនទៅដាក់ $20000 ឬក៏$10000 អញ្ចឹងទៅអូមកក្រោមបងប្អូនចុច asset កន្លែងនេះមកវាចុច register មកបាទអញ្ចឹងបងប្អូនចុចពាក្យថា start ពាក្យថា start នេះបងប្អូននឹងទទួលបាន account demo ថ្មីមួយហើយនេះ account demo មួយគឺបងប្អូនអាចធ្វើការជួញដូរមាសបានហើយអញ្ចឹងកន្លែងនេះគឺកន្លែងយើង research បាយមាសបងប្អូនវាយ XAUUSD XAUUSD នេះគឺ5មាសធៀបជាមួយដុល្លារណាបងប្អូនបាទ XAG នេះគឺ5ប្រាក់អញ្ចឹង research ហើយបងប្អូនចង់ trade មាសបងប្អូនចុចពីលើពាក្យថា XAUUSD នឹងមកវាមានពាក្យថា chart កន្លែងនេះបងប្អូនចុចថា chart ទៅវាចេញជា graphic បាទចេញជា graphic វាមាន candle ក្រហមនិង candle ពណ៌ត្រចេកបាទ candle ពណ៌ត្រចេកនេះគឺមានន័យថាទីផ្សារឡើងបាទ candle ពណ៌ក្រហមមានន័យថាទីផ្សារចុះអញ្ចឹងប្រសិនបើបងប្អូនវិភាគឃើញថាទីផ្សារនេះគឺកំពុងតែចុះបងប្អូនធ្វើការ sell ទៅណាបងប្អូន sell ហើយទៅពេលបងប្អូន sell ហើយទីផ្សារចុះបងប្អូននឹងទទួលបានផលចំណេញប្រសិនបើបងប្អូនវិភាគឃើញថាទីផ្សារឡើងបងប្អូនធ្វើការចូលបញ្ជាទិញចុចពាក្យបេតុង buy បាទអញ្ចឹងកន្លែងនេះវាមានបេតុង buy និងបេតុង sell ណាបងប្អូនឃើញថាទីផ្សារចុះបងប្អូនចុចបេតុង sell ឃើញទីផ្សារឡើងបងប្អូនចុចបេតុង buy ទៅបាទអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលយើងអាចទិញលក់បានឥឡូវយកថាខ្ញុំចង់ទិញអញ្ចឹងចុចបេតុង buy មកកន្លែងនេះយើងចុច accept position មកចុចបេតុង buy អញ្ចឹងវានឹងលោតឲ្យថាយើងកំពុងតែបានទិញមាសនៅក្នុងតម្លៃ$4644ក្នុងមួយអោនយើងបានទិញមាសកន្លែងហ្នឹងហើយអញ្ចឹងបើយើងទិញហើយមាសនឹងបន្តការឡើងយើងនឹងចំណេញបាទយើងនឹងចំណេញអញ្ចឹងយើងមើលទិញហើយយើងមើលកន្លែង trade កន្លែងនេះវិញបាទមើលកន្លែង trade វិញគឺយើងកំពុងចំណេញបាន$4បាទចំណេញបាន$4អញ្ចឹងបើមានឡើងទៅទៀតយើងចំណេញបានកាន់តែច្រើនអញ្ចឹងបើសិនជាបងប្អូនចង់កាត់ផលចំណេញបងប្អូនអូសវាមកខាងឆ្វេងដៃវាជាគ្រីសមួយបាទអញ្ចឹងវាពាក្យថា close បាទ close ហើយអញ្ចឹងយើងបិទទៅយើងនឹងទទួលបានផលចំណេញឃើញទេបាទអញ្ចឹងបើសិនតែយើងចូលមិញយើងចំណេញបាន$12នេះ history បាទប្រវត្តិនៃការយើងបានទិញលក់ហាងចេញមាសក្នុងថ្ងៃហ្នឹងបាទអញ្ចឹងដើមទុនយើងកំពុងតែឡើងហើយអញ្ចឹងយើងចូលមួយឆាតទៀតបើសិនជាបងប្អូនគិតថាទីផ្សារនឹងចុះបងប្អូនចុចប៊ូតុង sell មកបាទចុច sell មកចុច sell អញ្ចឹងបើយើង sell ហើយយើងរំពឹងថាទីផ្សារនឹងចុះហើយប៉ុន្តែបើវាឡើងគឺយើងខាតដែរអញ្ចឹងការជួញដូរវាមានទីផ្សារវាមានខាតហើយនឹងចំណេញអញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនចូលទៅខាតពីក្រហមនេះបងប្អូនទុកសិនទៅបាទនៅពេលដែលទីផ្សារវាឡើងចុះអញ្ចឹងឃើញវាមានឡើងមានចុះមានឡើងមានចុះទៅមកអញ្ចឹងបើសិនជាវាចុះមកវិញបាទយើងចំណេញឬក៏រួចខ្លួនបងប្អូនអាចកាត់ position នឹងសិនទៅបាទឬក៏បងប្អូនអាចក្នុងការទុក hold ក្នុងទីផ្សារឲ្យកាន់តែច្រើនចំណេញកាន់តែច្រើនក៏បានដែរណាបងប្អូនអញ្ចឹងចំពោះការទិញលក់វាមានតែប៉ុណ្្នឹងហើយនេះជាមេរៀនខ្លីៗទេនៅមានបច្ចេកទេសនិងកលឹះជាច្រើនទៀតបើសិនបងប្អូនចង់ប្រឡូកក្នុងវិស័យ forex ក្នុងការជួញដូរហាងចេញមាសបងប្អូនត្រូវតែចំណាយពេលវេលារៀនឲ្យបានច្រើនដើម្បីការពារហានិភ័យនៃការខាតបង់បាទអរគុណបងប្អូនអរគ្នា